ថ្ងៃនេះមិនបង្វឹកក្បាច់គុណទេថ្ងៃនេះបង្វឹកចិត្តមនុស្សម្នាក់ឡើងមកយកម្នាក់មួយបងធាននេះយកទៅធ្វើអ្វីនេះគឺសម្រាប់ដាក់យន្តការពារចិត្តដាក់ឈ្មោះមនុស្សដែលអ្នកអាណិតស្រឡាញ់ចូលទៅអ្នកទាំងអស់គ្នាបានគ្រប់គ្នាហើយមែនទេឥឡូវអ្នកមើលទៅទីនោះឃើញមនុស្សទាំងនោះច្បាស់ទេពួកគេជាឪពុកជាបងប្អូនជាកូនចៅរបស់អ្នកពេញមួយឆ្នាំពួកគេធ្វើស្រែបានតែគ្រាប់ធញ្ញជាតិគ្រាន់តែគ្រប់គ្រាន់ចិញ្ចឹមគ្រួសារមួយរយៈខ្លីរាល់គ្រាប់អង្ករដែលអ្នកញ៉ាំគឺសុទ្ធតែជាញើសឈាមពួកគេតែពួកចោរប្លន់ចូលមកដុតផ្ទះពួកគេសម្រាប់កូនពួកគេប្លន់យកគ្រាប់ធញ្ញជាតិពួកគេហើយអ្នកក៏យករបស់ពួកគេមកដែរអ្នកស្លៀកឯកសណ្ឋានទាហានដែលរាជវាំងផ្ដល់ឲ្យកាន់អាវុធដែលដណ្ដើមបានពីពួកគេលទ្ធផលគឺអ្នករត់លឿនជាងពួកអ្នកធ្វើស្រែទាំងនោះទៅទៀតយប់នេះម្នាក់ត្រូវគិតឲ្យច្បាស់ថាហេតុអ្វីបានជាអ្នកមកធ្វើទាហានអ្នកចង់ការពារអ្នកណាគិតឃើញហើយមករកឈឿនធាមករកបងប្អូនគាត់អ្នកអានគាត់សរសេរហើយកុំភ្លេចរាល់ពេលវឹកហាត់រាល់ពេលចេញច្បាំងប៉ះវាបន្តិចនឹកដល់មនុស្សម្នាក់នោះក្នុងចំណោមអ្នកមានអ្នកជឿសាសនាខ្លះមានខ្លះមិនជឿក៏មិនអីដែរបើអ្នកមិនជឿតើក្នុងចិត្តអ្នកគ្មាននរណាម្នាក់ទេនេះគឺជាយន្តការពារចិត្តរបស់អ្នកវានឹងរំលឹកអ្នកថាអ្នកច្បាំងដើម្បីអ្វីអាសឹងអ្នកគិតឃើញហើយនៅសរសេរឈ្មោះណាឃើញហើយខ្ញុំចង់សរសេរឈ្មោះអ្នកជិតខាងចាំងសិនជឿពេលផ្ទះខ្ញុំរលំគឺគាត់ជាអ្នកឲ្យបាយខ្ញុំហូបឡយប់នេះសរសេរឈ្មោះឲ្យហើយស្អែកមុនពេលវឹកហាត់ខ្ញុំនឹងត្រួតពិនិត្យហត់ខ្លាំងណាស់បងធាខ្ញុំចង់សរសេរឈ្មោះចាងសិនជឿចាំទុកណាចាំហើយអ្នកក៏ត្រូវពាក់ដែរពិតប្រាកដណាស់ខ្ញុំគឺជាទាហានម្នាក់ក្នុងជួរកងទ័ពត្រកូលឈីពួកគេមានអ្វីខ្ញុំត្រូវតែមានដូចគ្នាអ្នកសរសេរអាក្រក់ណាស់អាក្រក់មិនអីទេឲ្យតែចិត្តស្មោះត្រង់បានហើយអ្នកមិនខ្លាចទេឈីខ្វាងអ្នកត្រូវតែត្រឡប់មកវិញឲ្យបានខ្ញុំសន្យានឹងអ្នកខ្ញុំសន្យានឹងគាត់ហើយក៏សន្យានឹងពួកគេម្នាក់ដែរដែលខ្ញុំនាំពួកគេទៅច្បាំងជាមួយពួកចោរមិនមែនដើម្បីឲ្យពួកគេទៅស្លាប់ទេគឺដើម្បីឲ្យពួកគេនិងក្រុមគ្រួសារពួកគេបានរស់រានខ្ញុំមិនដូចមេតបដែលរត់ចោលសម្រាប់ភូមិទាំងនោះទេខ្ញុំជាបងប្អូនរបស់ពួកគេខ្ញុំនឹងនាំបងប្អូនត្រឡប់មកវិញដោយសុវត្ថិភាពតើយន្តការពារចិត្តរបស់អ្នកសរសេរអ្វីមេតបកូនប្រុសខ្ញុំអាយុ3ឆ្នាំខ្ញុំចង់ឲ្យគេដឹងពេលគេធំឡើងថាឪពុកគេមិនមែនជាមនុស្សកំសាកទេធ្វើបានល្អណាស់មិនធ្វើឲ្យខ្ញុំខកបំណងទេចុះយន្តរបស់អ្នកឯងវិញខ្ញុំមិនទាន់សរសេរទេហេតុអ្វីមិនសរសេរខ្ញុំមិនដឹងថាសរសេរឈ្មោះអ្នកណានាំគាត់ចុះទៅមុនយប់នេះត្រូវគិតឲ្យចេញថាសរសេរអ្នកណាសរសេរឲ្យសឹមត្រឡប់មកវិញបើគិតមិនចេញនឹងត្រូវដាក់ទោសតាមច្បាប់ទាហានលីបសានទៅណាច្បាប់កងទ័ពត្រកូលឈីអ្នករត់ចោលជួរត្រូវប្រហារជីវិតអ្នកប្រកាសជាកំពុងគិតថា
ពួកគេមិនទាន់បានចូលសម្រុកភូមិគ្រាន់តែហត់នឿយចង់ត្រឡប់ទៅផ្ទះតើអាចលើកលែងបានទេចម្លើយរបស់ខ្ញុំគឺមិនបានលីវសានប្រាប់ខ្ញុំមកហេតុអ្វីអ្នករត់ខ្ញុំសរសេរឈ្មោះម៉ែតែខ្ញុំមានអារម្មណ៍ថាខ្លួនមិនស័ក្តិសមម៉ែឈឺដេកលើគ្រែសំបីតែលុយទិញថ្នាំឲ្យគាត់ក៏ខ្ញុំរកមិនបានតើនៅធ្វើទីហ៊ានធ្វើអ្វីទៀតបើខ្ញុំទៅគាត់ក៏មានតែ